បងប្អូនទាំងអស់គ្នាសេដ្ឋកិច្ចរបស់ប្រទេសថៃឥឡូវកំពុងតែជួបបញ្ហាហើយមានការធ្លាក់ចុះចាប់តាំងពីថៃបិទព្រំដែនជាឯកតោភាគីជាមួយនឹងកម្ពុជាប្រជាពលរដ្ឋថៃជាពិសេសអ្នកដែលនៅតាមព្រំដែនហើយនិងអ្នកវិនិយោគបានជួបនៅបញ្ហានិងវិបត្តិមួយចំនួនជាក់ស្ដែងដោយដែលយើងបានដឹងអញ្ចឹងថាកាលពីមុនប្រជាកសិកររបស់ថៃនឹងបានជួបបញ្ហានៅក្នុងការលក់កសិផលរបស់ពួកគេមិនចេញដូចជាបន្លែផ្លែឈើជាដើមហើយរហូតមកដល់ពេលថ្មីនេះទៀតឃើញព័ត៌មានដែលផ្សាយថាមានមជ្ឈមណ្ឌលប្រមូលទិញទឹកដោះគោរបស់ថៃបានយកទឹកដោះគោរបស់ខ្លួននឹងទៅចាក់ចោលដោយសារតែគ្មានទីផ្សារលក់មិនចេញហើយបើយើងងាកមកប្រទេសយើងវិញឃើញថាមានក្រាសាំងហើយនឹងហាងរបស់ថៃមួយចំនួនក៏ត្រូវបានបិទទ្វារដែរហើយហាងមួយចំនួនទៀតក៏ត្រូវបានផ្លាស់ប្ដូរឈ្មោះឬក៏ប្រើប្រាស់ brand ផ្សេងដើម្បីជំនួសទៅ brand របស់ចៅសៀមនឹងទៀតនេះហើយគឺជាលទ្ធផលដែលពួកយើងទាំងអស់គ្នាបានខិតខំនៅក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ចៅពេលនេះឃើញហើយថាសេដ្ឋកិច្ចរបស់ពួកវាកំពុងតែធ្លាក់ចុះប្រជាជនរបស់វាក៏កំពុងតែមានបញ្ហាហើយអ្នកវិនិយោគក៏រឹតតែជួបវិបត្តិទៀតផង